ពាក្យថាជ្រក់ជ្រក់បើសិនជាធ្វើហើយមាន1គីឡូទុកនៅក្នុងផ្ទះគឺថាងាយស្រួលខ្លាំងមែនទែនអត់មានខាតទេមានតែចំណេញលើចំណេញដោយសារតែពេលដែលយើងចង់ញ៉ាំជាមួយនឹងអ្វីមួយគឺយើងមានស្រាប់តែម្ដងមិនថាជ្រក់ខ្ទឹមឬមួយក៏ចាជ្រក់ម្ទេសទេចាសម្រាប់ជ្រក់ខ្ទឹមនេះមួយគឺខ្ញុំមិនដែលរំលងខ្ញុំតែធ្វើទុក1គីឡូជាប្រចាំនៅក្នុងផ្ទះពេលដែលយើងនឹកឃើញចង់ញ៉ាំជាមួយនឹងពងទាកូនស្ងោរឬមួយក៏ពងមាន់អាំងគឺថាមានស្រាប់តែម្ដងមិនបាច់ចំណាយចាពេលវេលាទៅញ៉ាំនៅខាងក្រៅទេតែអាចធ្វើបានញ៉ាំនៅផ្ទះដោយខ្លួនឯងជួបជុំជាមួយនឹងគ្រួសារហើយរបៀបនៃការធ្វើចាជ្រក់ខ្ទឹមនេះគឺថាអត់មានអ្វីពិបាកទេគឺថាសាមញ្ញចាហើយគឺថារហ័សងាយស្រួលក្នុងការធ្វើហើយនឹងងាយបានញ៉ាំមែនទែនអញ្ចឹងឥឡូវសម្រាប់គ្រឿងផ្សំទី1ដែលខ្ញុំមានហ្នឹងគឺខ្ញុំមានជាមួយនឹងម្ទេសស្រស់លាយជាមួយនឹងម្ទេសហាវ៉ៃណាបងប្អូនដោយសារតែខ្ញុំបន្ថែមជាមួយនឹងម្ទេសហាវ៉ៃគឺខ្ញុំចង់បានពណ៌ជ្រក់យើងឲ្យឡើងពណ៌ក្រហមស្អាតហើយរសជាតិគឺថាអត់ហឹរខ្លាំងទេចាបើសិនជាអ្នកទាំងអស់គ្នាជាអ្នកចំណូលដែលចូលចិត្តញ៉ាំហឹរអ្នកទាំងអស់គ្នាមិនបាច់លាយជាមួយនឹងម្ទេសហាវ៉ៃនេះក៏បានអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងម្ទេសស្រស់សុទ្ធទាំងអស់ក៏បានដែរចាគឺរសជាតិវាគឺថាហឹរឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាប៉ុន្តែវាមិនហឹរដល់ថ្នាក់ដែលយើងមិនអាចញ៉ាំបានគឺនៅតែញ៉ាំបានអញ្ចឹងណាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការបេះតងម្ទេសរួចរាល់អស់ហើយខ្ញុំក៏បន្តធ្វើការកាត់ម្ទេសយើងជាកង់រាងតូចៗដើម្បីងាយស្រួលក្នុងការក្រឡុកណាអ្នកទាំងអស់គ្នាចាចុះសម្រាប់បរិមាណម្ទេសគឺខ្ញុំប្រើតិចណាស់ទាំងអស់គ្នាដោយសារតែខ្ញុំធ្វើតែ1គីឡូតូចទុកណាអញ្ចឹងឥឡូវបន្ទាប់ពីកាត់ហើយខ្ញុំក៏ធ្វើការក្រឡុកម្ទេសរបស់យើងតែម្ដងសម្រាប់រយៈពេលនៃការក្រឡុកហ្នឹងគឺអត់យូរអ្នកទាំងអស់គ្នាត្រឹមតែ1នាទីទៅ2នាទីមើលដែលម្ទេសយើងរាងម៉ដ្ឋល្អហើយគឺជាការស្រេចទេអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការក្រឡុកម្ទេសបានម៉ដ្ឋល្អហើយខ្ញុំក៏បានផ្ទេរម្ទេសយើងមកក្នុងចានស្អាតទុកមួយឡែកសិនណាអញ្ចឹងឥឡូវខ្ញុំក៏មកបន្តធ្វើជាមួយនឹងគ្រឿងផ្សំបន្ទាប់ទៀតអ្នកទាំងអស់គ្នាចាគ្រឿងផ្សំបន្ទាប់ហ្នឹងគឺថាជាខ្ទឹមសរបស់យើងណាអ្នកទាំងអស់គ្នាចាខ្ទឹមសនេះគឺខ្ញុំបានធ្វើការត្រាំជាមួយនឹងទឹកក្តៅដើម្បីងាយស្រួលក្នុងការបកសំបកប៉ុន្តែដោយសារតែខ្ញុំភ្លេចចាចុចសេវអញ្ចឹងវាអត់ជាប់អ្នកទាំងអស់គ្នាអញ្ចឹងកាលណាខ្ទឹមសពេលដែលយើងត្រាំជាមួយនឹងទឹកក្តៅអ៊ុនៗត្រឹមតែ10នាទីឯងចាគឺថាសបកវាឡើងទន់ណាធ្វើឲ្យការបករបស់យើងក៏ងាយស្រួលដែរគឺថាលឿនរហ័សតែម្ដងអញ្ចឹងបន្ទាប់ពីធ្វើការបកសបកបានស្អាតហើយខ្ញុំក៏យកចាខ្ទឹមរបស់យើងមកកាត់ក្បាលហើយនឹងកន្ទុយផ្នែករាងខ្មៅៗចេញណាទាំងអស់គ្នាចាហើយខ្ញុំបន្តធ្វើបែបហ្នឹងរហូតតទៅអស់បន្ទាប់មកគឺខ្ញុំយកខ្ទឹមយើងមកហាន់ជាចំណិតស្ដើងអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងកាំបិតមុខពីរក៏បានចាហាន់បែបនេះដូចខ្ញុំក៏បានដែរបើសិនជាមួយណាមានភាពងាយស្រួលជាងអញ្ចឹងណាអញ្ចឹងឥឡូវខ្ទឹមហ្នឹងគឺខ្ញុំបានហាន់ជាចំណិតស្ដើងរហូតទាល់តែអស់តែម្ដងសម្រាប់ខ្ទឹមហ្នឹងគឺខ្ញុំប្រើចំនួនប្រហែលជាកន្លះគីឡូណាអ្នកទាំងអស់គ្នាចាហើយហាន់ផ្ដើហ្នឹងគឺថាឆួលផ្ដើអ្នកទាំងអស់គ្នាគឺថាផ្សារភ្នែកតែម្ដងខ្ទឹមណាចាអញ្ចឹងឥឡូវយើងហាន់វារាងស្ដើងមកល្មមទាល់តែអស់សាច់ខ្ទឹមមកគឺថាជាការរួចស្រេចតែម្ដងចាអញ្ចឹងឥឡូវផ្នែកខ្ទឹមហ្នឹងគឺខ្ញុំបានហាន់រួចរាល់អស់ហើយចាឥឡូវហ្នឹងគឺយើងធ្វើការយកខ្ទឹមដែលយើងបានហាន់ជាចំណិតស្ដើងហ្នឹងមកត្រាំចាកូរជាមួយនឹងទឹកក្តៅដើម្បីបំបាត់ក្លិននិងជាតិកពុលរបស់ខ្ទឹមរបស់យើងសិនណាអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវខ្ញុំត្រាំជាមួយនឹងទឹកក្តៅដាំពុះចាហើយគឺខ្ញុំអត់ស្រុះយូរអ្នកទាំងអស់គ្នាខ្ញុំកូរតែចា4-5ត្រឡប់ទៅគឺខ្ញុំធ្វើការចាក់ចេញតែម្ដងចាដើម្បីគ្រាន់តែបំបត្តិក្លិននៃកាលណាដែលយើងត្រាំទុកយូរពេកទៅវាធ្វើឲ្យខ្ទឹមយើងទៅជាទន់ណាហើយវាអត់សូវមានរសជាតិឆ្ងាញ់ប្រហែលទេនៅពេលដែលយើងត្រាំអញ្ចឹងបន្ទាប់ពីធ្វើការស្រុះចាកូរជាមួយនឹងទឹកក្តៅមួយសន្ទុះមកខ្ញុំក៏ចាធ្វើការលាងខ្ទឹមយើងសម្អាតណាម្ដងទៀតអ្នកទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំមកលាយជាមួយនឹងទឹកជ្រក់តែម្ដងចាសម្រាប់ទឹកជ្រក់ហ្នឹងគឺយើងមានតែ2-3មុខសាមញ្ញមែនតែនចាម្ទេសដែលយើងបានក្រឡុកម៉ដ្ឋហ្នឹងគឺយើងយកមកចាលាយជាមួយនឹងមានស្ករសចាមានអំបិលបន្តិចហើយលាយជាមួយនឹងទឹកខ្មេះចាហើយយើងចាក់ខ្ទឹមដែលយើងបានស្រុះអំបាញ់មិញចូលមកចាហើយធ្វើការកូរត្រឡប់បោះតាមផ្លែតហ្នឹងគឺថារួចរាល់តែម្ដងហើយសម្រាប់ខ្ទឹមនេះយើងទុកត្រឹមតែ2-3ម៉ោងគឺយើងអាចញ៉ាំបានដែរប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ទឹមនេះវាមានចង់ឲ្យខ្ទឹមយើងវាចូលជាតិមានរសជាតិឆ្ងាញ់រឹតតែខ្លាំងអ្នកទាំងអស់គ្នាអាចទុក1យប់ទៅ2យប់គឺថាខ្ទឹមយើងគឺថារសជាតិវាកាន់តែចូលជាតិគ្នាឆ្ងាញ់បានល្អតែម្ដងអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការកូរខ្ទឹមយើងជាមួយនឹងគ្រឿងផ្សំទឹកជ្រក់របស់យើងហើយខ្ញុំក៏បានចាដួសខ្ទឹមរបស់យើងហ្នឹងដាក់ទៅក្នុងកែវថ្មដែលស្អាតដែរទាំងអស់គ្នាដើម្បីធ្វើការទុក
ចាផ្អាប់វាទុករយៈពេល2ទៅ3ម៉ោងសិនណាអ្នកទាំងអស់គ្នានិយាយទៅគឺថាក្លិនគឺថាឈ្ងុយខ្លាំងមែនទែនអត់មានឆួលអត់មានកំពុលអត់មានអីទេអញ្ចឹងឥឡូវបន្ទាប់ពីចាដាក់ខ្ទឹមយើងទុកចោលចានៅក្នុងកំឡុងពេលដែលយើងចាំខ្ទឹមយើងឲ្យវាគ្រប់ម៉ោងអ្នកទាំងអស់គ្នាខ្ញុំក៏មកងាកធ្វើជាមួយនឹងពងទាកូនណាអ្នកទាំងអស់គ្នាហើយនឹងពងមាន់អាំងចាពងទាកូនហ្នឹងគឺធ្វើសម្រាប់ចាគ្រួសាររបស់ខ្ញុំណាហើយសម្រាប់ពងមាន់អាំងហ្នឹងគឺធ្វើឲ្យកូនតូចរបស់ខ្ញុំញ៉ាំចាអញ្ចឹងឥឡូវសម្រាប់គ្រឿងផ្សំពងមាន់អាំងក៏ងាយស្រួលអ្នកទាំងអស់គ្នាអត់មានអីពិបាកទេចាយើងលាយតែម្សៅស៊ុបហើយវាយចាពងមាន់យើងឲ្យវាសព្វល្អមកហើយបន្ទាប់មកចាយើងយកចានថ្មចាហើយបៀកជាមួយនឹងប៊ឺបន្តិចមកចាហើយធ្វើការក្តៅវានៅក្នុងយើងអាចចាអាំងនៅលើចង្ក្រានធ្យូងក៏បានតែបើសិនអ្នកទាំងអស់គ្នាចង់ប្រើជារបៀបងាយៗចាគឺដុតនៅក្នុងម៉ាស៊ីនដុតស្ងួតរបស់យើងចាហើយក្តៅចានយើងធម្មតារយៈពេល2នាទីឲ្យវាលាយប៊ឺមកគឺថាចាំចាក់ពងមាន់ចូលហើយបន្ទាប់មកខ្ញុំមកលាយជាមួយនឹងអំបិលម្រេចក្រូចឆ្មាចាសម្រាប់ញ៉ាំជាមួយនឹងពងទាកូនហើយនឹងលាយជាមួយនឹងខ្ទឹមជ្រក់របស់យើងណាអញ្ចឹងឥឡូវបន្ទាប់ពី3ម៉ោងក្រោយអ្នកទាំងអស់គ្នាខ្ទឹមខ្ញុំគឺចារសជាតិគឺមិនល្មមឆ្ងាញ់ដែរហើយគឺយើងអាចញ៉ាំបានហើយអញ្ចឹងយើងគ្រាន់តែធ្វើការដួសខ្ទឹមជ្រក់យើងចាដាក់ទៅក្នុងអំបិលម្រេចក្រូចឆ្មាដែលយើងបានលាយអំបាញ់មិញចាគឺថាតែប៉ុណ្្នេះអ្នកទាំងអស់គ្នារសជាតិវិញគឺថាឆ្ងាញ់កប់សេរីតែម្ដងអ្នកទាំងអស់គ្នាអត់ហឹរខ្លាំងពេកហើយខ្ទឹមយើងគឺថាមិនល្មមឆ្ងាញ់ស្រួយហើយអត់មានកំពុលទេអ្នកទាំងអស់គ្នាហើយយើងយកមកញ៉ាំជាមួយនឹងពងទាកូនបែបនេះមកអ្នកទាំងអស់គ្នាគឺថាមួយម៉ាត់ណាក៏ជាតិដែរចាលាយជាមួយនឹងពងទាកូនបន្តិចទៅចាហើយខ្ទឹមជ្រក់មានជីពងទាកូនអីចឹងទៅហើយមួយផ្នែកនេះវិញគឺធ្វើឲ្យកូនចាគឺពងមាន់អាំងណាអ្នកទាំងអស់គ្នាគឺយើងចាក់ប៉ុណ្្នឹងមកចាហើយដុតវាត្រឹមតែ5នាទីទេគឺថាល្មមបានញ៉ាំតែម្ដងនិយាយទៅអាហារមួយមុខនេះណាគឺថាងាយស្រួលក្នុងការធ្វើហើយចំណេញពេលមែនទែនស័ក្តិសមបំផុតនៅពេលដែលយើងជួបជុំជាមួយនឹងគ្រួសារសាច់ញាតិបងប្អូននៅចុងសប្តាហ៍ឬមួយក៏មានកម្មវិធីតូចធំអីយើងអាចធ្វើបែបនេះញ៉ាំដោយខ្លួនឯងបានរបៀបនៃការធ្វើគឺថាអត់ពិបាកចាគឺថាសាមញ្ញងាយស្រួលហើយរសជាតិវិញខ្ញុំធានាបានគឺថាឆ្ងាញ់ខ្លាំងតែម្ដងហ្មងអ្នកទាំងអស់គ្នាចា